quân nó លោកសេងគុណអភិបាលខណ្ឌមានជ័យនិងភរិយាអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូបើកមហាសង្ក្រាន្តបុណ្យចូលឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ស្ថិតនៅវត្តនន្ទមុនីខណ្ឌមានជ័យរាជធានីភ្នំពេញខណ្ឌមានជ័យនារសៀលថ្ងៃសៅរ៍11រោចខែផល្គុនឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែមីនាឆ្នាំ2026ព្រះគ្រូព្រះសមិទ្ធវង្សបណ្ឌិតសុកប៊ុនធឿនព្រះគ្រូចៅអធិការព្រះសង្ឃអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តនន្ទមុនីស្ថិតនៅក្នុងភូមិដំណាក់ធំមួយសង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យរាជធានីភ្នំពេញបានប្រារព្ធពិធីកាត់ខ្សែបូបើកមហាសង្ក្រាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីក្រមអធិបតីភាពលោកសេងគុណអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យในឱកាសអញ្ជើញជាអធិបតីលោកសេងគុណបានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនិងក្មួយយុវជនយុវនារីទាំងអស់នាំគ្នារំលែងលេងល្បែងប្រជាប្រិយខ្មែរឲ្យបានសប្បាយចាប់ពីថ្ងៃបើកមហាសង្ក្រាន្តនេះតទៅហើយកុំបង្កបញ្ហាឆ្លោះទាស់តែងគ្នានាំឲ្យកើតមានបញ្ហាអសន្តិសុខសង្គមព្រោះថារាជរដ្ឋាភិបាលលោកខិតខំស្វែងរកសន្តិភាពនិងថែរក្សាសន្តិភាពដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានសេចក្តីសុខសាន្តសប្បាយរីករាយទាំងអស់គ្នាក្នុងនាមយើងជាកូនខ្មែរលោកអភិបាលបន្តទៀតថាប្រហែលជាវត្តនន្ទមុនីដែលបើកមហាសង្ក្រាន្តនេះមុនគេដូចនេះសូមចូលរួមសប្បាយរីករាយនិងលេងល្បែងប្រជាប្រិយចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់យើងនាំគ្នាទៅលេងសង្ក្រាន្តនៅវត្តភ្នំវិញម្ដងសូមបញ្ជាក់ថាក្នុងពិធីមហាសង្ក្រាន្តនៅក្នុងវត្តនន្ទមុនីមានការរាំលេងបែបប្រពៃណីខ្មែរនិងល្បែងប្រជាប្រិយដូចជាចោលឈូងបោះអង្គុញលាក់កន្សែងទាញព្រាត់លោតបាវពង្រត់កូនក្រមុំឡើងសសរខ្លាញ់ញ៉ាំពាក់គក់ស្ដាច់ចង់ដណ្ដើមស្លឹកឈើចាប់កូនខ្លែងសូមបងប្អូនកុំលេងល្បែងណាដែលនាំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុនិងល្បែងដែលថ្នាក់ដឹកនាំបានហាមឃាត់ជាដាច់ខាត